ដាច់ពីព្រោះសហរដ្ឋអាមេរិកបានពិនិត្យដឹងថាវាមានស្រមោលដៃខ្មៅរបស់ចិននៅពីក្រោយខ្នងបាតកម្មនៅមុខស្ថានទូតអាមេរិកនៅទីក្រុងបាងកកនៅក្នុងនាទីនេះខ្ញុំលើកអំពីបាតកម្មនៅប្រទេសថៃនៅទីក្រុងបាងកកមានមនុស្សមួយក្រុមធ្វើបាតកម្មនៅចំពោះទូតសហរដ្ឋអាមេរិកតាំងនៅទីក្រុងបាងកកស្ដីអំពីអនុសារណៈព្រមព្រៀងគ្នាដែលនាយករដ្ឋមន្ត្រីថៃអនុទិនចានវីរៈគុណបានចុះហត្ថលេខាជាមួយអាមេរិកនៅថ្ងៃទី26ខែតុលាឆ្នាំ2025ស្ដីអំពីការព្រមព្រៀងឆ្ពោះទៅកាន់ការធ្វើអាជីវកម្មរ៉ែកម្រនៅប្រទេសថៃ MOU ដែលបានចុះហត្ថលេខានោះជា non-binding ពោលគឺមានទម្រង់ច្បាប់ដែលអាចដកថយបានឬលុបចោលបានដោយគ្មានវិបត្តិអ្វីឡើយហើយកិច្ចព្រមព្រៀងនៅក្នុង MOU នោះគឺចុះហត្ថលេខាជាចំណែកមួយនៃការចរចារបស់ព្រះរាជាណាចក្រថៃឡង់ផ្នែកជំនួញពាណិជ្ជកម្មនិងពន្ធគយជាមួយអាមេរិកដែលពន្ធគយតបវិញរបស់សហរដ្ឋអាមេរិកត្រូវបានកំណត់ 19% នៅខាងភាគីថៃបានសន្យាទិញនៅយន្តហោះ80គ្រឿងហើយទិញធម្មពលពីប្រទេសអាមេរិកនិងព្រមកាត់បន្ថយនៅពន្ធគយលើទំនិញអាមេរិកមួយចំនួនធំចូលក្នុងប្រទេសថៃនៅក្នុងចំណុចនេះស្ថានទូតនៃសហរដ្ឋអាមេរិកប្រចាំប្រទេសថៃបានចេញមកគូសបញ្ជាក់អំពី MOU ដែលទីក្រុងបាងកកនិង Washington បានព្រមព្រៀងគ្នាតាក់ទងនឹង critical minerals and rare earth elements រ៉ែកម្រហើយបានស្ថានទូតបានបញ្ជាក់ថាកិច្ចព្រមព្រៀងនៅក្នុង MOU នេះគឺជាផ្នែកមួយនៃការពង្រឹងចំពោះជំនួញទៅវិញទៅមកនឹងការវិនិយោគដែលមិនមានចេតនាចង់ឲ្យមានការបង្ខិតបង្ខំអ្វីឡើយជាចំណែកមួយនៅក្នុងការឆ្លើយតបដោយមើងម៉ាត់របស់សហរដ្ឋអាមេរិកចង់ប្រាប់អ្នកដែលធ្វើបាតកម្មនៅមុខស្ថានទូតអាមេរិកថាចូលអ្នកគិតគូរពីនយោបាយប្រទេសអ្នកមិនបាច់មកធ្វើបាតកម្មទេហើយដូចម្ដេចពីព្រោះសហរដ្ឋអាមេរិកបានពិនិត្យដឹងថាវាមានស្រមោលដៃខ្មៅរបស់ចិននៅពីក្រោយខ្នងបាតកម្មនៅមុខស្ថានទូតអាមេរិកនៅទីក្រុងបាងកកសញ្ញាគ្រោះថ្នាក់នេះកើតឡើងនៅក្នុងនយោបាយថៃដែលជាចំណុចល្អផងចំណុចអាក្រក់ផងចំណុចល្អគឺនៅពេលដែលចិនលូកដៃជ្រៅចូលក្នុងនយោបាយថៃអាមេរិកក៏ត្រូវតែប្រាប់ភាគីដទៃនៃនយោបាយថៃឲ្យប្រុងប្រយ័ត្នខ្លួនអញ្ចឹងវាជាការប្រកួតប្រជែងនៃអំណាចបរទេសនៅក្នុងប្រទេសថៃតាក់ទងនឹងវិនិយោគសេដ្ឋកិច្ចរ៉ែកម្រអាជីវកម្មដទៃរហូតដល់ scam centers និង cyber criminal activities នៅក្នុងប្រទេសថៃឡង់ចិនអាមេរិកត្រូវការគ្នាទៅវិញទៅមកតែចំនួនតែងមានជានិច្ចចវាយមានផែនការវាសនាពិភពលោកគឺស្ថិតនៅក្នុងការប្រែប្រួលជានិច្ចត្រង់នេះលោកអនុទិនចានវីរៈគុណបានព្យាយាមទំនាក់ទំនងជាមួយនឹងលោកត្រាំនៅពេលដែលលោកអនុទិនបានទៅដល់ក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូងក្នុងកិច្ចប្រជុំ APEC បានស្នើឲ្យលោកត្រាំយល់ដឹងអំពីសភាពជំរងចម្រាស់នៃនយោបាយថៃហើយនៅក្នុងនោះក៏អាមេរិកឲ្យអនុទិនចានវីរៈគុណដឹងថាមានដៃស្រមោលរបស់ចិនចូលកកកិច្ចការផ្ទៃក្នុងនៃនយោបាយថៃដែរទោះជាយ៉ាងណាក៏ដោយយើងតាមដានមើលតទៅទៀតថាបើសិនណាជាថៃអាចរកលាភសក្ការៈបានក៏ទន្ទឹមគ្នានឹងថៃមានគ្រោះកាចមកដល់ដែរនយោបាយប្រទេសថៃស្ថិតនៅក្នុងភាពស្រួយផុយស្រួយដូចនយោបាយក្នុងប្រទេសកម្ពុជា